អ្នកខាងនេះឲ្យតែមានក្រូចតែល្អដឹងតែចេញជក់ជើងមាន់មកទៀតហើយពីមុនមកពេលធ្វើជក់ជើងមាន់ខ្ញុំប្រើតែក្រូចឆ្មាហើយនឹងទឹកខ្មេះអីទេតែតាំងពីចេះរូបមន្តថ្មីនេះមកឲ្យតែមានក្រូចតែដឹងតែធ្វើ100នឹងញ៉ាំហើយសម្រាប់គ្រឿងផ្សំងាយបងប្អូនសម្រាប់ក្រូចតែនេះដើមខ្លួនឯងបេះមកតាំងបីភ្លៀងបងប្អូនអើយហើយម្ទេសវិញដូចរាល់ដងអត់សូវហឹលម៉ែនេះដាក់តែប៉ុណ្្នឹងឯងនេះគ្រឿងកាត់ឆ្អាបរបស់យើងថែមល្មៀតដើម្បីយកពណ៌ជក់ជើងមាន់ឲ្យតែធ្វើម្ដងរវល់ខ្លាំងបងប្អូនអើយតែធ្វើមិនបើចូលចិត្តហើយយើងធ្វើញ៉ាំទៅក្រូចតែយើងចិត្តក្បាលវាចេញដើម្បីយកវាមកច្បាច់យកទឹកខ្ញុំក៏ត្រូវការក្រូចតែ4-10ផ្លែទៀតសម្រាប់ចិត្តជាចំណិតតូចអញ្ចឹងមកដើម្បីលម្អហើយនឹងធ្វើឲ្យជក់យើងនឹងមានក្លិនឈ្ងុយខ្លាំងក្រូចធម្មជាតិដាំនៅផ្ទះខ្លួនឯងបានផលល្អណាស់បងប្អូនបើសិនជាអត់យកមកធ្វើអីញ៉ាំដូចអត់គប្បីនឹងខ្លួនឯងសោះសម្រាប់ក្រូចដែលយើងបានចាត់ហើយហ្នឹងយើងកុំភ្លេចឆ្កឹះគ្រាប់វាចេញផងដើម្បីកុំឲ្យជក់ជើងមាន់យើងនឹងមានរសជាតិល្វីងខ្ញុំមិនដឹងមិនឲ្យតែពេលតនេះគឺរករឿងឲ្យខ្លួនឯងរវល់តទៅបានហ្មងតែរវល់ជាមួយខ្លួនឯងមិនអីទេកុំឲ្យតែយករឿងគេមកធ្វើរឿងខ្លួនឯងនិយាយលេងបងប្អូនតែបន្លំមែនមកកុំឲ្យចាក់ប្រធានមកច្បាច់ក្រូចយើងតយើងធ្វើជក់ដាក់រសជាតិវាដិតតិចទៅព្រោះអីពេលដែលយើងខ្លះសេវាទៅរសជាតិវាស្រាលជាងមុនណីមកដំណាក់កាលបន្តទៀតដាក់ដាំទឹកដើម្បីស្ងោរជើងមាន់យើងតែនិយាយត្រង់បងប្អូនធ្វើជក់ជើងមាន់ហ្នឹងអ្វីដែលហត់ជាងគេគឺលាងសម្អាតជើងមាន់នឹងឯងពេលដែលលាងសម្អាតជើងមាន់ខ្ញុំបានដាក់អំបិលជាមួយនឹងម្សៅពោតដើម្បីច្បាច់ជើងមាន់យើងហ្នឹងឲ្យបាត់ឆ្អាបពេលដែលលាងសម្អាតជើងមាន់ណាត្រូវប្រកាសថាយើងត្រូវតែលាងវាឲ្យស្អាតបងប្អូនពួកអីបើសិនជាជើងមាន់យើងធំក្លិនណាយកមកធ្វើជក់ញ៉ាំអត់ឆ្ងាញ់ទេហើយបើធ្វើខ្លួនឯងនៅផ្ទះអញ្ចេះទៀតលាងហើយលាងទៀតលាងហើយលាងទៀតតើប្រកាសថាស្អាត 100% ទេទៅយកមកធ្វើម្ហូបញ៉ាំទឹកពុះហើយដាក់គ្រឿងកាត់ឆ្អាបយើងចូលមកបងប្អូនសម្រាប់ល្មៀតដាក់ចូលអញ្ចឹងទៅដើម្បីបន្ថែមពណ៌ឲ្យជើងមាន់យើងហ្នឹងកាន់តែលឿងល្អជើងមាន់ជាទូទៅខ្ញុំស្រុះប្រហែលជា10ទៅ15នាទីខ្ញុំអត់យកឲ្យវាលួយខ្លាំងពេកទេតោះពីបានស្ងោរជើងមាន់យើងបានឆ្អិនល្អហើយខ្ញុំក៏បានចាក់ទឹកក្តៅនឹងចេញដាក់សម្រស់វាឲ្យស្រស់ទឹកបន្តិចទៅបងប្អូនមួយផ្លែតទេយើងចាក់ទឹកកកចូលភ្លាមហ្មងណាសម្រាប់ទឹកកកយើងប្រើយ៉ាងច្រើនតិចទៅវាជួយឲ្យជើងមាន់របស់យើងហ្នឹងស្រួយឆ្ងាញ់យើងអាចដាក់ជើងមាន់របស់យើងណាខ្លះសេចោលនៅនឹងសិនទៅបន្ទាប់មកទៀតយើងចាប់ផ្ដើមមកធ្វើទឹកត្រីរបស់យើងមកទឹកត្រីខ្ញុំប្រើចំនួន300 មីលីលីត្រស្ករត្នោតចំនួន3ស្លាបព្រាបាយពេញយើងដាក់វានៅលើភ្លើងហើយយើងបន្តកូរវារហូតតតែស្ករយើងនឹងរលាយអស់ហើយខ្ញុំក៏បន្ថែមប៊ីចេង2ស្លាបព្រាកាហ្វេជាមួយនឹងទឹកម្ទេសផងដែរយើងនឹងបន្តកូររហូតតតែគ្រឿងផ្សំយើងនឹងរលាយចូលគ្នាល្អរូបមន្តនឹងអាចប្លែកបន្តិចណាប៉ុន្តែខ្ញុំធានាហ្មងថារសជាតិគឺឆ្ងាញ់មែនតើហើយចំណុចសំខាន់ហ្នឹងគឺទៅលើទឹកត្រីរបស់យើងនឹងឯងខ្ញុំក៏បានបន្ថែមទឹក2កូនកែវជាមួយនឹងអំបិល1ស្លាបព្រាកាហ្វេដែរទឹកត្រីយើងពុះឲ្យទុកវាមួយឡែកសិនមកយើងមកចាប់ផ្ដើមដាក់ជើងមាន់យើងដើម្បីធ្វើជក់យកតែម្ដងថ្ងៃនេះខ្ញុំប្រើជើងមាន់ចំនួន2គីឡូធ្វើយ៉ាងច្រើនតិចដោយសារតែមានហ្វេនច្រើនដែលគាត់ចាំញ៉ាំជើងមាន់ហ្នឹងតែមិនងាយបានធ្វើទេបងប្អូនដោយសារធ្វើម្ដងរវល់ខ្លាំងណាស់មកឥឡូវគ្រឿងផ្សំយើងបានរៀបចំរួចរាល់អស់ហើយចាំទឹកត្រីយើងចុះត្រជាក់ចាំចាក់ក្រូចតែយើង